Ba chỉ miệt xua bông mai mình bom ôn ở khné chỉ tì sờ lạnh mà chút chỉ mùi nước nhom ba tiệt ái admin page kin KA street food nâng yummy KA food bạn tam ca son giáពីសប្តាហ៍មុនថាខ្ញុំបាទនឹងធ្វើបាយដំណើបសង្ចាត្រេនបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងចែកម្លែកមកដឹងពីវិធីធ្វើបាយដំណើបសង្ចាត្រេនរបស់គ្នារសជាតិដើមបាទហើយជាឱកាសនេះក៏សូមអរគុណដល់អ្នកម្ដាយដែលបានផ្ញើត្រេនឲ្យកូនបាទញ៉ាំមកពីផ្លែបងប្អូនណាសល់ពីផ្លែហើយពីផ្លែនេះគឺញ៉ាំអត់ទាន់ទេអញ្ចឹងវារៀងចូលពុំចូលបន្តិចណាបាទអញ្ចឹងថ្ងៃនេះខ្ញុំបាត់ទុកយូរទេព្រោះការណាទុកយូរទៅខ្លាច់ប្រេះទៅខ្យល់ចូលទៅអញ្ចឹងទៅវាលែងឆ្ងាញ់បាទអញ្ចឹងខ្ញុំអត់ទុកយូរទេគឺខ្ញុំនឹងឆ្នៃតរ៉េនទាំងពីរផ្លែនេះទៅជាបាយដំណើបសង្ខ្យាតរ៉េនដែលមានរសជាតិឈ្ងុយឆ្ងាញ់បាទរសជាតិដើមអ្នកកពតទាំងអស់គ្នាចំពោះគ្រឿងផ្សំគោលរបស់បាយដំណើបសង្ខ្យាតរ៉េនរបស់យើងគឺមានអង្គដំណើបបាទមានស្ករត្នោតធម្មជាតិអានេះប្រហែលជា1គីឡូបងប្អូនបាទមានទឹកដោះគោខាប់1កំប៉ុងទឹកដោះគោស្រស់1កំប៉ុងបាទជាមួយនឹងតរ៉េនរបស់យើងគឺ2ផ្លែឈ្ងុយណាបងប្អូនណាឈ្ងុយមែនតើក៏មិនធ្វើដែរធាតុផ្សំដែលពិសេសដែលធ្វើឲ្យបាយដំណើបសង្ខ្យាតរ៉េនរបស់យើងនោះមានក្លិនឈ្ងុយក្រអូបប្រហើរនោះគឺមានស្លឹកតយចំពោះគ្រឿងផ្សំគោដែលសំខាន់ហើយចាំបាច់ដែលមិនអាចខ្វះបានមួយទៀតនោះគឺនេះបងប្អូនពីដូងនេះប្រហែលជា1គីឡូអញ្ចឹងយើងអាចដាក់តិចឬក៏ច្រើនទៅតាមចំណង់ចំណូលចិត្តអូខេឥឡូវយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាណាជំហានដំបូងគឺយើងដាំបាយដំណើបបាទដាក់ជាមួយនឹងស្លឹកតយនេះដើម្បីឲ្យវាមានរសជាតិឈ្ងុយអញ្ចឹងជំហានបន្ទាប់គឺយើងចាក់អង្ករចូលឆ្នាំងទៅលាងដើម្បីដាំបាយអង្ករយើងលាងហើយដាក់ទឹកមកល្មមមកហើយបន្ទាប់មកយើងធ្វើការបេះស្លឹកតយកាត់ជាកង់ចឹងមកណាដើម្បីដាក់ចូលអង្ករហ្នឹងចំពោះខ្ទិះដូងគឺខ្ញុំយកមកកិនជាមួយនឹងម៉ាស៊ីនទឹកកឡុកសម្រាប់បងប្អូនចង់ពូតក៏បានដែរចង់ពូតក៏បានចង់កិនក៏បានបាទចំពោះខ្ទិះដូងគឺយើងបែងចែកជា2មានខ្ទិះដើមនិងខ្ទិះចុងខ្ញុំកិនមុននឹងនេះមុននឹងបាញ់មិញនេះគឺខ្ទិះដើមយកកិនហើយយកទៅពូតហើយអញ្ចឹងអានេះខ្ទិះចុងបាទកិនវារៀងល្អិតចឹងហើយយើងយកវាទៅដាក់ពូតដើម្បីត្រង់យកខ្ទិះរបស់វាទុកប្រើការចូលដល់វគ្គពិសេសបាទគឺបកត្រេនបាទឈ្ងុយមែនតើចឹងជំហានបន្ទាប់គឺយើងធ្វើការបកត្រេនរបស់គ្នាបងប្អូនណាអញ្ចឹងឆ្លៀតឱកាសនេះខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាអំពីវិធីបកត្រេនទាំងអស់គ្នាណាគឺយើងបកយកមកធ្វើបាយដំណើបសង្ខ្យាត្រេនជំហានដំបូងគឺយើងធ្វើការកាត់ក្បាលវាចេញមកដើម្បីឲ្យវាមានណត់ដើម្បីបកដើម្បីយើងងាយស្រួលមើលខ្លែរបស់វាចឹងបន្តមកទៀតគឺយើងធ្វើការនេះយកកបិតយើងកាត់ពាក់កណ្ដាលនេះមកអូខេបាទចូលយើងធ្វើការហែកវាមកវ៉ាវត្រេននេះគឺត្រេនឪខាអរគុណអ្នកម៉ាក់ដែលផ្ញើមកឲ្យកូនចូលកន្លះខែញ៉ាំអត់អស់ទៀតបាទនេះគឺឪខាអញ្ចឹងវារៀងទុំចូលវារៀងចូលបន្តិចតែមិនថ្មីទេយើងធ្វើបាយដំណើបវាចូលប៉ុណ្ណឹងវាល្មមឆ្ងាញ់ផ្លែទី2ដូចគ្នាណាបងប្អូនយើងកាត់ក្បាលដូចគ្នាមកដើម្បីយើងងាយស្រួលមើលខ្លែបបាទអញ្ចឹងយើងមួយទី3អូខេផ្លែទី2នេះក៏មិនខុសគ្នាដែរគឺវាទុំដូចគ្នាណាគឺវារៀងទុំចូលអញ្ចឹងបាទត្រេនរបស់យើងទាំងពីរផ្លែត្រូវបានបករួចហើយណាបងប្អូនបានមួយចានធំនេះល្មមបាទហើយសាច់ឡើងលឿងល្មួតតែម្ដងបងប្អូនណាខ្ញុំសូមភ្លក់2
ពី3ម៉ាត់សិនមុនធ្វើបាយសង្ចាបាទព្រោះអីធေါ်បាត់បានឯបាទល្អម្លឹងឡើងបាទម្ចាស់បេះដូងអូនអើយបងស្រឡាញ់ចិត្តនេះអិនលៀងគឺនាងដែលបងប្រាថ្នាទុកជាគូគប់ ក្របតូចបងប្អូនអូខេឥឡូវតរ៉េនធ្វើការបកហើយយើងចាប់ផ្ដើមបកបេះក្របចេញដើម្បីយកសាច់ចំណឈុំណាបងប្អូនតំណងមែនតើនិយាយទៅ favorite របស់ខ្ញុំណាបងប្អូនឲ្យតែដល់ខែ5ខែ6អីហ្នឹងគឺចាប់ផ្ដើមហើយធ្វើបាយតំណើបញ៉ាំនិយាយទៅញ៉ាំអត់ចេះធុញទ្រាំណាអត់ចេះចំណាយយើងកាត់វាអញ្ចេះដើម្បីយកក្របចេញស្រួលណាទៅក្របធំនេះហើយគេហៅថា terrain compost ណាបងប្អូនទិញដល់ចកាផ្ទាល់ហ្មងបាទអញ្ចឹងយើងធ្វើការជ្រុំវាឲ្យវារៀងម៉ត់បន្តិចទៅស្រួលញ៉ាំអ្នកខ្លះគាត់អត់ចូលចិត្តម៉ត់ពេកទេគាត់ចូលចិត្តមានសាច់បន្ទាប់ពីជ្រុំហើយយើងចាប់ដើមចាក់ខ្ទិះដូងអានេះខ្ទិះចុងណាបងប្អូនខ្ទិះដើមទុកស្រោចពីលើវិញអានេះយើងប្រើខ្ទិះចុងណាកូរវាឲ្យវារលាយចូលគ្នាអូហូយតំណមែនតើតើបងប្អូនឥឡូវខ្ញុំមកប្រាប់ពីវិធីកូរសង្ខ្យាត្រេនតាមបែបរូបមន្តតាមបែបងាយបាទហើយបន្ទាប់មកយើងធ្វើការចាក់ខ្ទិះដូងចូលអញ្ចឹងបន្ទាប់ពីយើងដាក់ខ្ទិះដូងលើភ្លើងហើយយើងដាក់ស្ករចូលណាអញ្ចឹងយើងធ្វើការកូរស្ករឲ្យវាលាយជាមួយនឹងខ្ទិះដូងមកបាទសម្រាប់រូបមន្តនេះគឺខ្ញុំញ៉ាំជាមួយនឹងបាយតំណើបសង្ខ្យាត្រេននេះគឺបងប្អូនអាចធ្វើជាទឹកកកឈូសធ្វើជាបង្អែមផ្សេងទៀតបានណាគាត់ថារូបមន្តគឺខុសគ្នាទេបងប្អូនគឺដូចតែគ្នាទាំងឯងតទៅពីកូរលាយឲ្យអស់ស្ករចូលគ្នាជាមួយនឹងខ្ទិះដូងនេះហើយយើងចាក់ទឹកដោះគោខាប់ចូលណាយើងចាក់មកល្មមសិនណាបងប្អូនបើថាស្ទើផ្អែមស្ទើអីចាំយើងថែមទៀតបងប្អូនកុំភ្លេចណាយើងលួចថែមអំបិលបន្តិចមកបងប្អូនណាដាក់មកចុងស្លាបព្រាកាហ្វេបាទអញ្ចឹងយើងធ្វើការដាក់អំបិលនេះចូលដើម្បីឲ្យបង្អែមរបស់យើងមានលក្ខណៈផ្អែមមុតតែម្ដងណាអូខេឥឡូវចាប់ដើមពុះហើយបាទចូលដល់វគ្គពិសេសហើយបងប្អូនគឺទូឯករបស់យើងនេះគឺទូរ៉េនបាទដែលយើងធ្វើការជ្រុំម៉ត់ហើយហ្នឹងគឺយើងចាប់ដើមយកវាដាក់ចូលអូខេយើងចាក់ចូលមកចឹងយើងធ្វើការកូរវាថ្នមណាបងប្អូនកូរថ្នមតាមតនិចនាឡិកាសម្រាប់សង្ខ្យាត្រេននេះគឺរួចរាល់ហើយយើងដាក់រួចរាល់ហើយអញ្ចឹងយើងនៅតែបន្តកូរវារហូតណាកូររហូតដល់ពុះបាទហើយកូរដើម្បីកុំឲ្យវាខ្លោចបាត់ខ្ទះបាទតែនេះទឹកសង្ខ្យាត្រេនរបស់យើងណាបងប្អូននេះខាត់ល្អមែនតើនេះ